កាលពីខែវិច្ឆិកាឆ្នាំ2020លោក Mohsen Fakhrizadeh ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានគេលួចធ្វើឃាតយ៉ាងកក្រើកលោកត្រូវបានគេចាត់ទុកថាជាបិតានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់របៀបដែលគេធ្វើឃាតគួរឲ្យភ្ញាក់ផ្អើលតាមរបាយការណ៍ព្រឹត្តិការណ៍នេះមិនមែនជាការបាញ់ប្រហារធម្មតាដោយមនុស្សនោះទេប្រើកាំភ្លើងយន្តបញ្ជាពីចម្ងាយគេប្រើបច្ចេកវិទ្យា AI និងផ្កាយរណបដើម្បីបញ្ជាកាំភ្លើងការវាយប្រហារច្បាស់កាំភ្លើងនោះបានបញ្ចោលសម្ដៅតែលើលោក Fakhrizadeh ប៉ុណ្ណោះទោះបីជាគាត់នៅក្នុងឡានជាមួយប្រពន្ធក៏ដោយក៏ប្រពន្ធគាត់មិនរងរបួសឡើយគ្មានអ្នកបាញ់នៅកន្លែងកើតហេតុក្រោយការបាញ់ប្រហារកាំភ្លើងនោះបានបន្ផ្ទុះខ្លួនឯងដើម្បីបំបត្តិដានរដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់ភ្នាក់ងារសម្ងាត់ម៉ូសាដរបស់ប្រទេសអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយខ្នងនៃប្រតិបត្តិការដ៏ទំនើបនេះ